សួស្តីពុកម៉ែបងប្អូនមីមិញលោកយាយលោកតាកុមារាកុមារីវិជនយុវនារីថ្ងៃនេះដែរខ្ញុំមានវីដេអូមានយន្តមួយដែលអាចជួយពុកម៉ែបងប្អូនដើម្បីធ្វើជាកន្សែងយន្តឬក៏សម្ពុតយន្តការពារនៅគ្រឿងសត្រាវុធគឺគ្រឿងកំភ្លើងអាវុធចិត្តទោសអីផ្សេងពុកម៉ែបងប្អូនហើយក៏ខ្ញុំបានដកស្រង់ចេញពីក្នុងសៀវភៅរបស់លោកតារបស់ខ្ញុំក៏ត្រូវជាគ្រូរបស់ខ្ញុំផងដែរហើយដោយសារតែខ្ញុំគូមិនបានល្អហើយក៏មិនបានធ្វើជាវីដេអូគូឲ្យពុកម៉ែបងប្អូនឲ្យបានមើលច្រើនទេប៉ុន្តែខ្ញុំធ្វើរួចហើយក៏ខ្ញុំយកមកផុសធ្វើជាវីដេអូចែកជូនពុកម៉ែបងប្អូនហើយដោយត្រង់នេះគឺខ្ញុំ copy យកទៅឲ្យវាមានសោភ័ណភាពស្អាតគឺយើងធ្វើតែមួយទៅវាមានភាពស្អាតតាក់ទាញអញ្ចឹងណាពុកម៉ែបងប្អូនហើយយន្តនេះដែរនេះជាយន្តតម្រង់ដើមពុកម៉ែបងប្អូនប៉ុន្តែបើសិនជាពុកម៉ែបងប្អូនតាមដានរហូតដល់ចប់ពុកម៉ែបងប្អូននឹងដឹងថាយន្តប្រភេទហ្នឹងគឺយើងអាចបញ្ចូលនៅប្រភេទយន្តអដ្ឋានតូចដែលមានអានុភាពភាគច្រើនយន្តតូចនេះខ្ញុំតែងតែធ្លាប់ចារជាកថាដើម្បីឲ្យទៅដល់ពុកម៉ែបងប្អូនដែលគាត់មករកលោកគ្រូរបស់ខ្ញុំលោកតារបស់ខ្ញុំឲ្យធ្វើជាខ្សែចង្កេះខ្សែអីនោះគឺកាលពីខ្ញុំនៅក្មេងវ័យនោះគឺខ្ញុំតែងតែជួយចារជួយមូលហើយប៉ុន្តែមិនបានជាឆ្វាក់ចងអីដល់ខ្លួនឯងទេគឺតារបស់ខ្ញុំគឺគាត់ប្រាប់ឲ្យធ្វើមិនអញ្ចឹងណាហើយក្នុងការចារយន្តគឺគាត់ឲ្យសូត្របាលីដែលខ្ញុំសូត្រថាភគវាសមារហានឹងឯងគឺយើងតែងតែគូយើងចារហ្នឹងគឺយើងសូត្រក្នុងចិត្តភគវាសមារហង្រហូតដល់គូចប់យន្តហ្នឹងទៅភាគច្រើនគឺខ្ញុំតែងតែគូចារនៅកថាបើសម្ពុតឬក៏ជាយន្តផ្សេងនោះគឺតែងតែគូដូចជាយន្តសម្រាប់ដាក់ផ្ទះធ្វើខ្លោងទ្វារដាក់ពេលធ្វើផ្ទះគេមានយន្តមានអីពុកម៉ែបងប្អូនហ្នឹងហើយគឺយន្តប្រភេទហ្នឹងគឺខ្ញុំតែងតែគូហើយនឹងធ្វើជាខ្សែចង្កេះក៏ខ្ញុំគូហើយខ្សែចង្កេះទៀតសោតគឺមានសម្រាប់រ៉ូស៊ីក៏មានសម្រាប់ដែលហៅថាខាងស្នេហ៍ការពារអ្វីផ្សេងដែលពេលដែលមករោតាខ្ញុំគឺគាត់បានប្រាប់ហើយគឺដើម្បីពាក់ធ្វើអីហ្នឹងគឺពេលដែលចាហ្នឹងលោកតាគាត់បើកសភៅនេះគាត់គូត្រង់នេះឯងចាមើលតាមហ្នឹងទៅណាហើយក៏តែងតែគូហើយរបៀបគូវាចាអីហ្នឹងគឺខ្ញុំតែងតែប្រាប់ជារឿយទៅដល់ពុកម៉ែបងប្អូនខ្លាយដល់ពេលពុកម៉ែបងប្អូនមានអបនិស្ស័យចង់ធ្វើជាគ្រូធ្វើជាអ្នកចារយន្តចារអីដើម្បីមានប្រសិទ្ធភាពហ្នឹងគឺយើងត្រូវចេះបាលីនឹងឯងហើយបាលីផ្សេងហើយគឺស្ថិតនៅលើមាត់របស់យើងអ្នកខ្លះគឺមាត់គឺសូត្រទៅពូកែអ្នកខ្លះសូត្រក៏មិនពូកែហើយបើនិយាយរួមទៅអ្នកដែលមានកាក់គេហៅថាក្នុងមាត់មានកាក់គឺនៅខាងលើយើងនឹងមានរូបដូចជាកាក់អញ្ចឹងឯងហើយគឺយើងសូត្រទៅពូកែហើយអញ្ចឹងយើងចូលមកក្នុងយន្តយ៉ាងវិញយន្តនេះគឺខ្ញុំបានបញ្ចូលយន្តទូច4គឺសងខាង2យន្តទាំងអស់នេះគឺការពារនៅគ្រឿងសត្រាវុធទាំងអស់នឹងឯងពុកម៉ែបងប្អូន
ហើយបើពុកម៉ែបងប្អូនចង់បានយ័ន្តដើមគឺនៅក្បាលដំបូងនឹងឯងគឺអត់មានយ័ន្តពីរនេះគឺយ័ន្ត original របស់វាប៉ុន្តែដល់ពេលខ្ញុំធ្វើនេះគឺសម្រាប់ឲ្យពុកម៉ែបងប្អូនគូចាយ័ន្តទៅបញ្ចូលយ័ន្តទូច4នេះទៀតដើម្បីមានប្រសិទ្ធភាពហើយគឺកម្រមានគ្រូណាលោកគ្រូណាប្រាប់ឲ្យអស់ដូចជាខ្ញុំអញ្ចឹងដែរហើយការដែលយើងចាយ័ន្តបែបហ្នឹងគេហៅថារៀបយ័ន្តឬក៏យើងប៉ុន្តែយ័ន្តនេះយើងអាចចាជាសម្ពុតណាពុកម៉ែបងប្អូនជាកន្សែងយ័ន្តក៏បានជាសម្ពុតយ័ន្តក៏បានហើយបើសិនជាយើងសាក់យើងអាចយកយ័ន្តតូចយកទៅសាក់បានក៏ការពារនៅគ្រឿងសត្រាវុធកំភ្លើងបាញ់មិនចាញ់បាញ់ពុំឆេះហ្នឹងឯងគឺខ្ញុំដាក់បញ្ចូលទៅក្នុងហ្នឹងហើយចំពោះយ័ន្ត original នោះគឺយើងធ្វើជាសម្ពុតនៅក្នុងសភៅគឺគេធ្វើជាសម្ពុតទេគឺយើងមិនអាចយកមកសាក់នៅខ្នងឬនៅដៃឬអីបានទេណាពុកម៉ែបងប្អូនហ្នឹងហើយអញ្ចឹងរាល់វីដេអូរបស់ខ្ញុំធ្វើហើយសូមឪពុកម៉ែបងប្អូនជួយចែករំលែកនិងគាំទ្រនៅយ័ន្តខ្មែរយ៉ាងផងដើម្បីពុកម៉ែបងប្អូនចុច like ទៅដើម្បីពុកម៉ែបងប្អូនអាចចូលមកមើលបានងាយស្រួលពេលដែលពុកម៉ែបងប្អូនចូលនៅក្នុង channel YouTube របស់យើងរកកន្លែងសញ្ញាមេដៃចុច like ហ្នឹងទៅឃើញវីដេអូហើយថ្ងៃជាចុងក្រោយក៏សូមជូនពរពុកម៉ែបងប្អូនទទួលទានមានបានសុខភាពល្អសម្រាងល្អជួបតែមនុស្សល្អហើយនឹងមានទេវតាឬក៏យ័ន្តតាមថែរក្សារបស់ពុកម៉ែបងប្អូនឲ្យបានសេចក្តីសុខនៃចម្រើនជាចុងក្រោយក៏សូមអរគុណសូមជម្រាបលា